ប្រិមត្តទូរទស្សនិកជនដោយក្តីក្តុកក្តួលរំជួលចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងថ្ងៃទាំងយប់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងបាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដីដែលរងរបួសនៅក្នុងសមរភូមិហើយក៏កំពុងតែសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃច័ន្ទម្សិលមិញនេះដែលជាថ្ងៃខួបកំណើតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតតែងតែមានក្តីបារម្ភចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះទុក្ខលំបាកដោយសម្ដេចគតិប្រិទ្ធបណ្ឌិតចាត់ទុកថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់របស់សម្ដេចនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នាឱកាសនោះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏បាននាំនៅព្រះរាជបណ្ដាំផ្ដាំផ្ញើសួរសុខទុក្ខនិងក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាពិសេសសម្ដេចបានកោតសរសើរស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហានហ៊ានពលិកម្មគ្រប់បែបយ៉ាងរបស់កងទ័ពដើម្បីការពារបូរណភាពទឹកដីរបស់យើងនិងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូបសូមឆាប់បានជាសះស្បើយ